បងប្អូនថ្ងៃនេះបានម្ហូបអ្វីញ៉ាំបាយដែរសម្រាប់ខាងខ្ញុំគឺលោកឡាក់សាច់គោការពិតទៅមុខម្ហូបមួយមុខនេះតាំងពីល្ងាចម្សិលមិញតែខ្ញុំទើបតែបានកាត់ហើយផុសថ្ងៃនេះហើយសាច់គោធ្វើលោកឡាក់រាល់ដងគឺខ្ញុំអត់ហាន់បែបនេះទេបងប្អូនរាល់ដងគឺខ្ញុំហាន់វាបន្ទះស្ដើងៗតែរសជាតិវាក៏ខុសប្លែកគ្នាដែរណាបងប្អូនគឺហាន់លើកនេះពេលដែលយើងធ្វើលោកឡាក់ទៅមានអារម្មណ៍ថាហាន់ដុំៗកង់ចេះគឺឆ្ងាញ់ជាងចឹងហើយបាននៅតាមហាងភាគច្រើនគេហាន់លោកឡាក់សាច់គោគឺសាច់គោគេហាន់ដុំកង់ទូចៗចេះគឺរសជាតិឆ្ងាញ់ខុសពីយើងហាន់បន្ទះស្ដើងៗបន្ទាប់ពីខ្ញុំប្រឡាក់សាច់គោជាមួយនឹងគ្រឿងមានដូចជាម្សៅស៊ុបប្រេងខ្យងទឹកម្ទេសស្ករសប៊ីចេងម្រេចបន្តិចហើយមកគឺខ្ញុំយកវាមកឆាពី3ត្រឡប់មកគឺបានទេបងប្អូនហើយខ្ញុំក៏មករៀបបន្លែមានដូចជាសាឡាត់ខ្ទឹមបារាំងការ៉ុតហើយនិងប៉េងប៉ោះប៉ុណ្ណឹងគឺបានទេបងប្អូនបន្លែលោកឡាក់សាច់គោរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងហើយឃើញថាលោកឡាក់របស់ខ្ញុំគឺឆ្អិនរួចរាល់ហើយលោកឡាក់សាច់គោបើបានជ្រលក់ជាមួយនឹងទឹកម្រេចថែមម្ទេសហឹរតិចៗណានិយាយពីថារសជាតិកាន់តែឆ្ងាញ់មួយកម្រិតទៀតមុខម្ហូបមួយនេះងាយស្រួលធ្វើហើយលឿនរហ័សទាន់ចិត្តតែម្ដង